លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅប្រទេសហូឡង់បានបញ្ជូនទៅនៅថ្ងៃទី15ខែមិថុនាឆ្នាំ2025នេះហើយបាទប្រិយមិត្តលោកនាងជាទីមេត្រីអញ្ចឹងគឺជារឿងមួយអច្ឆរិយៈនិងអស្ចារ្យមែនបាទថ្ងៃនេះគឺជាថ្ងៃទី15ខែមិថុនាឆ្នាំ2025គឺជាថ្ងៃដែលកម្ពុជាទទួលបាននៅការឈ្នះក្តីតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេប្រទេសហូឡង់កាលពីឆ្នាំ1962រហូតមកដល់សប្តាហ៍ថ្ងៃនេះបាទអញ្ចឹងតាមអ្វីដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់លើសារនៅក្នុងเพจផ្លូវការរបស់សម្ដេចថាកម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិនិងសន្តិភាពថ្ងៃនេះគឺជាថ្ងៃទី15ខែមិថុនាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនសារលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីគាប់ជួនផងដែរកាលពី63ឆ្នាំមុននៅថ្ងៃទី15ខែមិថុនាឆ្នាំ1962គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងប្រាសាទព្រះវិហារទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង63ឆ្នាំខុសពីគ្នាក៏ពិតមែនប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នាគឺកម្ពុជាជ្រើសរើសយកការដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិតាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំងនិងមានហានិភ័យខ្ពស់នៃចំនួនប្រដាប់អាវុធហើយយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ដូចជានៅក្នុងតំបន់ប្រាសាទព្រះវិហារកាលពីជាង60ឆ្នាំមុននិងតំបន់ប្រាសាទតាមាន់ធំតំបន់ប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីនាពេលបច្ចុប្បន្នកម្ពុជាត្រូវការយុត្តិធម៌ភាពត្រឹមត្រូវនិងច្បាស់លាស់មួយក្នុងការកំណត់ខ្សែព្រំដែនជាមួយនឹងប្រទេសជិតខាងដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នាសូមបងប្អូនជនរួមជាតិទាំងអស់ផ្ដល់ការទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយសច្ចៈនិងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជាលិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅប្រទេសហូឡង់បានបញ្ជូនទៅនៅថ្ងៃទី15ខែមិថុនាឆ្នាំ2025នេះហើយបាទប្រិយមិត្តលោកនាងជាទីមេត្រីអញ្ចឹងគឺជារឿងមួយអច្ឆរិយៈនិងអស្ចារ្យមែនបាទថ្ងៃនេះគឺជាថ្ងៃទី15ខែមិថុនាឆ្នាំ2025គឺជាថ្ងៃដែលកម្ពុជាទទួលបាននៅការឈ្នះក្តីតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេប្រទេសហូឡង់កាលពីឆ្នាំ1962រហូតមកដល់សប្តាហ៍ថ្ងៃនេះបាទអញ្ចឹងតាមអ្វីដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់លើសារនៅក្នុងเพจផ្លូវការរបស់សម្ដេចថាកម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិនិងសន្តិភាពថ្ងៃនេះគឺជាថ្ងៃទី15ខែមិថុនាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនសារលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីគាប់ជួនផងដែរកាលពី63ឆ្នាំមុននៅថ្ងៃទី15ខែមិថុនាឆ្នាំ1962គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងប្រាសាទព្រះវិហារទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង63ឆ្នាំខុសពីគ្នាក៏ពិតមែនប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នាគឺកម្ពុជាជ្រើសរើសយកការដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិតាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំងនិងមានហានិភ័យខ្ពស់នៃចំនួនប្រដាប់អាវុធហើយយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ដូចជានៅក្នុងតំបន់ប្រាសាទព្រះវិហារកាលពីជាង60ឆ្នាំមុននិងតំបន់ប្រាសាទតាមាន់ធំតំបន់ប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីនាពេលបច្ចុប្បន្នកម្ពុជាត្រូវការយុត្តិធម៌ភាពត្រឹមត្រូវនិងច្បាស់លាស់មួយក្នុងការកំណត់ខ្សែព្រំដែនជាមួយនឹងប្រទេសជិតខាងដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នាសូមបងប្អូនជនរួមជាតិទាំងអស់ផ្ដល់ការទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយសច្ចៈនិងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា